សូមអនុមោទនាហើយសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទចំណុចឲ្យជើងវត្តទាំងមូលចឹងគឺពិធីបុណ្យប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តសវណ្ណត្រីអប់នឹងកំពតដែលឋានៈសង្កាត់ស្បាមនក្រុងស្បាមនខេត្តកំពង់ស្ពឺនៅក្នុងវេលាឱកាសនេះក៏វេនពុទ្ធបរិស័ទអាទិត្យទី3ហើយត្រូវថ្ងៃ3កើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រង់ថ្ងៃទី16ខែសីហាចឹងគឺ16ខែសីហាអាទិត្យនេះដោយញាតិញោមពុទ្ធបរិស័ទភូមិពេទ្យភ្នំញាតិញោមពុទ្ធបរិស័ទភូមិកំណប់ញាតិញោមពុទ្ធបរិស័ទភូមិត្រសាឡាញាតិញោមពុទ្ធបរិស័ទនៅភូមិសឡងស្កៅញាតិញោមពុទ្ធបរិស័ទនៅខាងភូមិស្នោទី1ញាតិញោមពុទ្ធបរិស័ទនៅទី2ញាតិញោមពុទ្ធបរិស័ទនៅភូមិរំលងប្រក្លះហើយញាតិញោមពុទ្ធបរិស័ទនៅមហាទំពាំងអញ្ចឹងគឺមានពុទ្ធបរិស័ទការចូលរួមវេននៅចង្ហាន់អាទិត្យទី3ហើយឬសូមនឹងថាញាតិញោមពុទ្ធបរិស័ទហ្នឹងគឺអញ្ជើញទៅឆ្ងាយអស់ញោមហើយចឹងទៅបានអីឆាន់ណាញោមញោមសូមនឹងទៅឆ្ងាយអស់ហើយបានអីឆាន់ទៅណាញាតិញោមហើយញោមអញ្ជើញទៅអស់ហើយមិនទៅសូមនឹងថាទៅឆ្ងាយអស់ហើយមកបានអីឆាន់ចឹងមើលញោមណាហើយមកបងលើញោមមកញាតិញោមពុទ្ធបរិស័ទណាទីចិត្តនឹងទីឆ្ងាយទាំងអស់ណាមិនតាញាតិញោមភូមិណាមិនតានៅភូមិទេណានេះអនុញ្ញាតទឹកក៏ចូលរួមប្រគេនចង្ហាន់ណាប្រសងបានដែរញាតិញោមណាដល់នៅថ្ងៃនេះគឺវេនញាតិញោមពុទ្ធបរិស័ទហ្នឹងគឺដូចខាងដើមណាទឹកក្រោយនេះហើយមកបង្លើញាតិញោមពុទ្ធបរិស័ទការជ្រះថ្លាហើយជាពិសេសក៏បានចូលរួមពីញាតិញោមពុទ្ធបរិស័ទណាដែលមានភូមិណាលំលំប្រក្លះមានភូមិស្នោទី1ភូមិស្នោទី2រួមចំណែកនឹងញាតិញោមពុទ្ធបរិស័ទភូមិអំពែភ្នំញាតិញោមពុទ្ធបរិស័ទភូមិកំណប់ញាតិញោមពុទ្ធបរិស័ទការភូមិត្រសាឡាញាតិញោមណាចឹងញោមមិនមើលថាប្រមាណភូមិញាតិញោមច្រើនភូមិញោមហើយច្រើនភូមិហ្នឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទថាកុំប្រចាំញោមកុំប្រចាំណាភូមិច្រើនហ្នឹងភូមិច្រើនណាស់ទៅវិញទៅមកប្រចាំអត់អីឆានលីញោមណាអញ្ចឹងគឺសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលមានវត្តមានណាប្រគេនចង្ហាន់ព្រះសង្ឃគឺអាទិត្យទី3នេះគឺត្រូវថ្ងៃទី16ខែសីហាទី1គឺញាតិញោមពុទ្ធបរិស័ទភូមិអំពែភ្នំញាតិញោមទី2ញាតិញោមពុទ្ធបរិស័ទនៅភូមិកំណប់
ទី3ញាតិញោមពុទ្ធបរិស័ទនៅភូមិត្រសាឡាទី4ញាតិញោមពុទ្ធបរិស័ទនៅភូមិត្រឡងឆ្កៅទី5ញាតិញោមពុទ្ធបរិស័ទនៅភូមិរំលងប្រក្លះទី6ញាតិញោមពុទ្ធបរិស័ទនៅភូមិហាទំពាំងទី7ញាតិញោមពុទ្ធបរិស័ទនៅភូមិស្នោទី1ហើយពុទ្ធបរិស័ទនៅស្នោទី2ញាតិញោមអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងជ្រះថ្លាអនុមោទនាណាយកបុណ្យយកកុសលពីព្រោះថាការធ្វើបុណ្យណាចូលព្រះវស្សានេះគឺចំនួន3ខែហើយ3ខែនេះអាត្មាភាពនឹងយកតែថ្ងៃអាទិត្យទេណាញាតិញោមណាកុំឲ្យថាញាតិញោមថាបុណ្យខុសអាទិត្យណាវាខុសអាទិត្យមិនបានមកទេឥឡូវថ្ងៃអាទិត្យឯងញោមណាចំនួន3ខែគឺចាប់ថ្ងៃអាទិត្យហើយអាត្មាភាពនឹងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទនឹងជ្រះថ្លានឹងអនុមោទនានៅអាទិត្យទី3ញាតិញោមអាទិត្យទី3សូមបញ្ជាក់តែត្រង់ថ្ងៃអាទិត្យ3កើតខែស្រាប់ឆ្នាំខែដែរត្រង់ថ្ងៃទី16ណាខែសីហាខាងមុខនេះណាសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទហើយក៏បានប្រកបឱកាសអំពីញាតិញោមជាពុទ្ធបរិស័ទដែលបានចូលរួមពិធីបុណ្យប្រគេនចង្ហាន់ព្រះសង្ឃនោះញោមគឺចំនួន500អង្គអញ្ចឹងគឺបុណ្យហ្នឹងគឺប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ9កើតខែថ្ងៃទី20ខែកញ្ញាញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមនៅបច្ច័យគឺត្រៀមហើយញោមណាប្រគិនតកប្រសងនៅចំនួន200000រៀលហើយវិខុសាមណេរសិក្សានុសិស្សហ្នឹងគឺមាន500អង្គនឹងសូមចម្រើនពរហើយថ្ងៃនោះផងដែរក៏ដោយជ្រះថ្លាដល់ក្រៃលែងដោយសម្ដេចយាងមកសម្ដេចពោធិវាំងណានិយាងមកកតេបណ្ឌិតណយច្រាក់តែបានសម្ដេចយាងមកសម្ដែងនៅធម្មទានពិសេសទេសនានៅក្នុងវេលាឱកាសនេះហើយផងដែរហើយអាត្មាភាពសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទនឹងការចូលរួមជ្រះថ្លាអំពីវេនញាតិញោមណាវេនណាបច្ចៈហើយបច្ចៈទៀតញាតិញោមពុទ្ធបរិស័ទថ្ងៃអាទិត្យ3កើតខែស្រាប់ឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រឹមថ្ងៃទី16ខែសីហាគ្រិស្តសករាជ2026ដោយពុទ្ធបរិស័ទនៅភូមិអំបែភ្នំដោយពុទ្ធបរិស័ទនៅភូមិកំណប់ដោយពុទ្ធបរិស័ទនៅភូមិត្រសាឡាដោយពុទ្ធបរិស័ទនៅភូមិត្រឡងឆ្កៅដែលពុទ្ធបរិស័ទនៅភូមិស្នោទី1ដែលពុទ្ធបរិស័ទនៅភូមិស្នោទី2និងពុទ្ធបរិស័ទនៅភូមិរំលងប្រក្លះនៅពុទ្ធបរិស័ទនៅមហាទំពាំងណាដែលជើញមកញោមណាជើញមកអត់មកបានអីចង្ហាន់ឆាន់ទេញោមណាបានអីឆាន់ទេញោមណាថ្ងៃទី16ណាបងដែរចឹងគឺសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទពីការជ្រះថ្លាយកបុណ្យយកកុសលណានៅក្នុងកម្មវិធីបុណ្យប្រគេនចង្ហាន់ព្រះសង្ឃគឺចំនួនកម្មវិធីបុណ្យប្រគេនចង្ហាន់ព្រះសង្ឃចំនួន3ខែណានៅខាងមុខនេះអនុមោទនា